កាន់ឲ្យគាត់ទៀតកាន់គាត់ហើយយើងស្គាល់ឧបករណ៍ស្ដែងហើយឧបករណ៍ស្ដែងតាំងពីបុរាណកាលមកយើងមានដែរហើយឧបករណ៍ស្ដែងនេះគឺមិនមែនសម្រាប់ពាក់តម្លៃទេយើងច្រឡំហើយតាមពិតគ្រាន់តែជាការតអារម្មណ៍សម្រាប់ជីវភាពរស់នៅជាមួយតម្លៃចឹងបានន័យថាស្ដែងយើងបានរស់នៅជាមួយនឹងតម្លៃហើយចឹងតម្លៃបានស្ដាប់ព្រឹកយូរវាស៊ំមិនយើងដល់យើងស្ដែងនឹងតាក់យកមកបានទេមែនទេតាក់គឺយកខ្សែទៅតាក់វាយកមកទេគឺសម្លេងនេះគឺវារស់នៅនឹងជីវភាពរបស់វាហើយបានវាស្គាល់ហើយបានវាស្រឡាញ់ហើយវាចេះស្ដាប់នាំតាមអ្វីដែលម្ចាស់ចង់បានអញ្ចឹងស្ដែងនឹងមានតាំងដូនតាមកហើយយើងមានរូបចម្លាក់នឹងគោច្រើនទៀតប៉ុន្តែក្រោយមកយើងស្ដែងទៅតាមធម្មជាតិនៃឧបករណ៍ដែលយើងអត់បាន creative ហ្នឹងអត់បានបង្កើតថ្មីទេគឺមកពីធម្មជាតិមិនយើងធ្វើតាមបែបនោះប៉ុន្តែនៅឆ្នាំ2006ដោយសារតាមនោះយើងមានអូពេរ៉ាដែលលោកទៅក្នុងពិធីបានធ្វើប្រថាខាងរបស់ហ្នឹងគឺរឿងទី13នោះព្រោះយើងបានធ្វើការមួយដែលយើងត្រូវទៅតាមសម្លេងតង់ឬក៏វងភ្លេងមួយអញ្ចឹងទៅក៏ចាប់ផ្ដើមមានពីហ្នឹងមករហូតដល់ឥឡូវចាប់ផ្ដើមស្នែងទៅណាក៏ស្នែងដែរហើយដើម្បីគ្រប់គ្នានឹងដោយសារការដែលយើងចាប់ដើមដើម្បីស្នែងគឺយើងចឹងឯងឥឡូវនេះទៅដល់ណាក៏គេរកស្នែងដែរអរគុណឥឡូវសូមខ្លីឯងហើយអត់មានតម្រៃណាមកតាក់បានទេទៅព្រៃក្រំកាន់ឥឡូវទៅធំហ្នឹងទៅតាក់តម្រៃនេះបុកងងដល់ហើយដល់យើងយកវាមកធ្វើភ្លេងតូចមកឲ្យវាស្គាល់សម្លេងដូចយើងមិនដឹងចឹងណានឹងការរស់នៅតន្ត្រីជីវិតគឺវាចឹងតោះស្គាល់គ្នាហើយបានបើយើងស្ដាប់បទសំមួយព្រោះដល់ចូលយើងស្គាល់ស្ដាប់ដូចយើងអត់ស្គាល់ស្ដាប់ទេមកលើកទី1ក៏ដឹងដែរតោះដល់លើកទី2làអូបនព្រោះស្នែងតម្រៃវាចឹងដែរតម្រៃដល់វាស្គាល់ស្ដាប់ហើយលើក្មេងដល់វាធំនេះអូអានេះស្គាល់ស្ដាប់អញ្ចឹងអាចរំលងនឹងប្រធានបទដែលថាជីវិតនិងតន្ត្រីអរគុណ